មានបុរសម្នាក់រស់នៅក្នុងភូមិតូចមួយក្បែរវាលស្រែធំទូលាយដែលអ្នកភូមិភាគច្រើនខិតខំប្រឹងប្រែងធ្វើការរកស៊ីដោយសេចក្តីអត់ធ្មត់ប៉ុន្តែបុរសនោះវិញតែងតែគេងយូរព្រឹកឡើងយឺតហើយមិនចូលចិត្តធ្វើការណាមួយទេគាត់គិតតែអង្គុយមើលអ្នកដទៃធ្វើការហើយសង្ឃឹមថាថ្ងៃណាមួយសំណាងនឹងមកដល់ដោយមិនចាំបាច់ខិតខំសោះឪពុកម្ដាយនិងអ្នកភូមិជាច្រើនបានព្យាយាមណែនាំឲ្យគាត់ផ្លាស់ប្ដូរជីវិតប៉ុន្តែគាត់មិនស្ដាប់ទេគាត់តែងតែឆ្លើយថាខ្ញុំមិនចាំបាច់ធ្វើការលំបាកទេព្រោះថ្ងៃណាមួយខ្ញុំនឹងមានសំណាងធំហើយថ្ងៃកន្លងទៅថ្ងៃមកជីវិតគាត់កាន់តែអន់ថយពេលអ្នកភូមិដទៃប្រមូលផលស្រូវបានច្រើនគាត់វិញគ្មានអីសោះគាត់ចាប់ផ្ដើមខ្វះអាហារហើយត្រូវទៅសុំបរិភោគពីអ្នកដទៃដែលធ្លាប់ណែនាំគាត់ប៉ុន្តែពួកគេក៏មានការលំបាកផងដែរហើយមិនអាចជួយគាត់បានគ្រប់ពេលទេថ្ងៃមួយគាត់ដើរចូលព្រៃស្វែងរកអ្វីមួយសម្រាប់បរិភោគហើយបានជួបបុរសចាស់ម្នាក់ដែលមានទម្រង់សាមញ្ញប៉ុន្តែភ្នែកពោពេញដោយប្រាជ្ញាបុរសចាស់បានសួរគាត់ថាហេតុអ្វីបានជាអ្នកមកដល់ទីនេះដោយសុភាពលំបាកបែបនេះគាត់បានប្រាប់ពីជីវិតរបស់ខ្លួនដោយមិនមានការខ្មាស់អៀនបុរសចាស់ញញឹមបន្តិចហើយនិយាយថានៅក្នុងដីនេះមានគ្រាប់ពូជមួយដែលអាចផ្លាស់ប្ដូរជីវិតអ្នកប៉ុន្តែវានឹងដុះលូតលាស់តែពេលដែលអ្នកខិតខំធ្វើការបុរសនោះបានទទួលគ្រាប់ពូជនោះដោយក្តីសង្ឃឹមប៉ុន្តែពេលត្រឡប់មកវិញគាត់មិនបានដាំវាទេគាត់គ្រាន់តែដាក់វាទុកហើយបន្តរស់នៅដោយភាពខ្ជិលដដែលដល់ពេលវេលាកន្លងទៅគ្រាប់ពូជនោះមិនបានផ្ដល់អ្វីមកគាត់ឡើយហើយជីវិតគាត់កាន់តែទទួលរងភាពលំបាកខ្លាំងឡើងរហូតមកដល់ថ្ងៃមួយដែលគាត់អស់កម្លាំងនិងគ្មានអ្វីនៅសល់គាត់បានគិតឡើងវិញពីពាក្យរបស់បុរសចាស់ហើយចាប់ផ្ដើមយល់ថាគ្រាប់ពូជនោះមិនមែនជាមន្តអាគមទេប៉ុន្តែជាសញ្ញានៃការខិតខំប្រឹងប្រែងដែលគាត់មិនធ្លាប់អនុវត្តគាត់បានសម្រេចចិត្តផ្លាស់ប្ដូរជីវិតដោយចាប់ផ្ដើមពីការដាំគ្រាប់ពូជនោះដោយខ្លួនឯងគាត់បានភ្ញាក់ពីព្រឹកដើម្បីធ្វើការថែទាំដីទឹកនិងរុក្ខជាតិទោះបីជាលំបាកក៏ដោយគាត់មិនបោះបង់ឡើយពេលកន្លងទៅរុក្ខជាតិនោះបានលូតលាស់ហើយផ្ដល់ផលដល់គាត់បន្តិចម្ដងជាមួយនឹងការខិតខំប្រឹងប្រែងរបស់គាត់ជីវិតគាត់ក៏បានប្រសើរឡើងវិញគាត់បានយល់ថាសំណាងមិនមកដោយឯងទេប៉ុន្តែមកពីការខិតខំនិងការមិនបោះបង់ចាប់ពីថ្ងៃនោះមកគាត់បានក្លាយជាមនុស្សខិតខំប្រឹងប្រែងនិងជាគំរូល្អសម្រាប់អ្នកភូមិទាំងអស់ហើយជីវិតគាត់ក៏ពោពេញដោយសុភមង្គលនិងក្តីសង្ឃឹមថ្មីបន្ទាប់ពីជីវិតរបស់បុរសនោះបានប្រសើរឡើងដោយសារការខិតខំប្រឹងប្រែងគាត់ក្លាយជាមនុស្សដែលអ្នកភូមិគោរពនិងយកជាគំរូប៉ុន្តែក្តីសុខនោះមិនបានស្ថិតស្ថេរយូរឡើយព្រោះនៅពេលដែលគាត់ចាប់ផ្ដើមមានអ្វីល្អឡើងវិញគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងគ្រប់គ្រាន់ហើយអាចសម្រាកបានដោយមិនចាំបាច់ខិតខំបន្តទៀតដំបូងគាត់ត្រឹមតែសម្រាកបន្តិចប៉ុន្តែបន្តិចម្ដងគាត់បានត្រឡប់ទៅសភាពដើមគាត់ចាប់ផ្ដើមភ្ញាក់យឺតមិនថែទាំវាលស្រែដូចមុនទុកឲ្យស្មៅរុក្ខជាតិអាក្រក់លូតលាស់ហើយមិនយកចិត្តទុកដាក់ដល់ការងាររបស់ខ្លួនទៀតឡើយអ្នកភូមិដែលធ្លាប់ឃើញការផ្លាស់ប្ដូររបស់គាត់ក៏ចាប់ផ្ដើមមានការព្រួយបារម្ភហើយមកណែនាំគាត់ម្ដងទៀតប៉ុន្តែគាត់បានញញឹមហើយនិយាយថាខ្ញុំបានធ្វើការខិតខំមកហើយឥឡូវនេះខ្ញុំគួរតែសម្រាកពេលវេលាបន្តទៅទៀតដំណាំរបស់គាត់ចាប់ផ្ដើមស្លាប់បន្តិចម្ដងទឹកក្នុងបំពង់ស្រែរីងស្ងួតហើយផលដែលធ្លាប់ផ្ដល់ជីវិតឲ្យគាត់ក៏បាត់បង់ទៅវិញដល់ពេលនោះគាត់ទើបមានអារម្មណ៍ភ័យខ្លាចហើយចាប់ផ្ដើមយល់ថាការខិតខំមិនមែនជារឿងធ្វើតែម្ដងហើយបញ្ចប់ទេប៉ុន្តែជារឿងដែលត្រូវបន្តរៀងរាល់ថ្ងៃដោយគ្មានការលំបាកគាត់មិនអាចរក្សាសុភមង្គលបានឡើយនៅថ្ងៃមួយគាត់បានត្រឡប់ទៅព្រៃដើម្បីស្វែងរកបុរសចាស់ដែលធ្លាប់ផ្ដល់គ្រាប់ពូជឲ្យគាត់ដោយចិត្តពោពេញដោយការសោកស្ដាយនិងសំណួរច្រើនបន្ទាប់ពីដើរយូរគាត់បានជួបបុរសចាស់ម្ដងទៀតហើយបាននិយាយថាខ្ញុំបានបាត់បង់អ្វីទៀតហើយទោះបីខ្ញុំធ្លាប់ខិតខំក៏ដោយតើហេតុអ្វីបានជាវាកើតឡើងម្ដងទៀតបុរសចាស់ញញឹមយ៉ាងស្ងប់ស្ងាត់ហើយនិយាយថាជីវិតគឺដូចដំណាំប្រសិនបើអ្នកឈប់ថែទាំវានឹងស្លាប់ទោះបីវាធ្លាប់លូតលាស់ល្អយ៉ាងណាក៏ដោយពាក្យនោះបានធ្វើឲ្យគាត់ភ្ញាក់ផ្អើល
ហើយយល់ច្បាស់ថាការខិតខំគឺមិនមែនសម្រាប់ពេលខ្លីទេប៉ុន្តែសម្រាប់ជីវិតទាំងមូលគាត់បានត្រឡប់មកភូមិវិញដោយចិត្តរឹងមាំហើយចាប់ផ្ដើមធ្វើការឡើងវិញដោយព្យាយាមជាងមុននិងមិនអនុញ្ញាតឲ្យភាពខ្ជិលចូលមកវិញទៀតគាត់បានរៀបចំវាលស្រែថែទាំដំណាំនិងជួយអ្នកភូមិផ្សេងៗផងដែរពេលវេលាកន្លងទៅដំណាំរបស់គាត់បានលូតលាស់ល្អម្ដងទៀតហើយលើកនេះគាត់មិនត្រឹមតែរក្សាវាបានទេប៉ុន្តែថែមទាំងអភិវឌ្ឍវាឲ្យកាន់តែប្រសើរឡើងជីវិតរបស់គាត់ក៏คล้ายជារឿងរ៉ាវដែលអ្នកភូមិនិយាយប្រាប់គ្នាថាជាមេរៀនសំខាន់មួយគាត់បានយល់ថាសុភមង្គលមិនមែនមកពីសំណាងឬការខិតខំតែម្ដងទេប៉ុន្តែមកពីការបន្តប្រឹងប្រែងដោយមិនបោះបង់និងការយកចិត្តទុកដាក់រៀងរាល់ថ្ងៃហើយចាប់ពីថ្ងៃនោះមកគាត់រស់នៅដោយភាពយកចិត្តទុកដាក់មិនភ្លេចអតីតកាលរបស់ខ្លួននិងបន្តធ្វើការល្អៗរហូតដល់ចុងជីវិតដោយទុកមេរៀនដ៏មានតម្លៃឲ្យអ្នកជំនាន់ក្រោយយល់ថាការខិតខំក្រោយពីបុរសនោះបានរៀនមេរៀនដ៏ជ្រាលជ្រៅពីការខិតខំនិងការមិនបោះបង់ជីវិតរបស់គាត់បានคล้ายជាស្ថិរភាពនិងពោពេញដោយកិត្តិយសនៅក្នុងភូមិប៉ុន្តែការសាក់លបងថ្មីមួយបានមកដល់នៅពេលដែលឆ្នាំមួយមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរវាលស្រែជុំវិញភូមិប្រែទៅជាស្ងួតដូចដីសាច់ទឹកក្នុងអណ្ដូងក៏រាំងអស់ដំណាំរបស់អ្នកភូមិជាច្រើនស្លាប់និងមនុស្សជាច្រើនចាប់ផ្ដើមបាត់បង់ក្តីសង្ឃឹមបុរសនោះដែលធ្លាប់ជាមនុស្សខ្ជិលបានឈរមើលស្ថានភាពនេះដោយចិត្តរឹងមាំគាត់មិនអនុញ្ញាតឲ្យខ្លួនឯងត្រឡប់ទៅភាពអស់សង្ឃឹមដូចមុនទៀតឡើយគាត់បានគិតយ៉ាងជ្រាលជ្រៅហើយចាប់ផ្ដើមស្វែងរកវិធីដោះស្រាយដោយជីកអណ្ដូងថ្មីបង្កើតផ្លូវទឹកតូចៗពីទន្លេឆ្ងាយនិងអញ្ជើញអ្នកភូមិមកជួយគ្នាធ្វើការជាមួយទោះបីជាលំបាកនិងចំណាយពេលយូរក៏ដោយគាត់នៅតែជឿថាការខិតខំរួមគ្នាអាចផ្លាស់ប្ដូរអ្វីៗបានអ្នកភូមិដំបូងមិនទុកចិត្តទេប៉ុន្តែពេលឃើញការបដិញ្ញាចិត្តរបស់គាត់ពួកគេក៏ចាប់ផ្ដើមចូលរួមដោយដៃមួយការងារធំបានកើតឡើងពេលវេលាកន្លងទៅទឹកបានហូរចូលមកវិញយឺតវាលស្រែដែលធ្លាប់ស្ងួតក៏ចាប់ផ្ដើមមានជីវិតឡើងវិញដំណាំលូតលាស់ហើយក្តីសង្ឃឹមបានត្រឡប់មកភូមិវិញមនុស្សគ្រប់គ្នាចាប់ផ្ដើមសរសើរបុរសនោះថាជាមនុស្សដែលមិនត្រឹមតែផ្លាស់ប្ដូរខ្លួនឯងបានទេប៉ុន្តែអាចជួយអ្នកដទៃផងដែរប៉ុន្តែបុរសនោះវិញគ្រាន់តែញញឹមស្ងប់ហើយនិយាយថាអ្វីដែលគាត់ធ្វើគឺមិនមែនអស្ចារ្យទេគ្រាន់តែជាការខិតខំដែលគាត់មិនធ្លាប់យល់ពីតម្លៃវាមុននេះប៉ុណ្ណោះពេលកាលបន្តទៅគាត់បានក្លាយជាមនុស្សដែលមានប្រាជ្ញានិងមានចិត្តមេត្តាករុណាគាត់បានបង្រៀនកូននិងអ្នកភូមិឲ្យយល់ពីសារៈសំខាន់នៃការខិតខំការសហការនិងការមិនបោះបង់ទោះបីជាជីវិតនឹងជួបការលំបាកប៉ុណ្ណាក៏មនុស្សមិនគួរចុះចាញ់ឡើយពេលគាត់ចាស់ជរាគាត់អង្គុយមើលវាលស្រែដែលធ្លាប់ស្ងួតឥឡូវនេះคล้ายជាស្រស់បំព្រងហើយចិត្តគាត់ពោពេញដោយសេចក្តីសុខព្រោះគាត់បានយល់ច្បាស់ថាជីវិតមនុស្សមិនអាស្រ័យលើសំណាងទេប៉ុន្តែអាស្រ័យលើចិត្តនិងការខិតខំប្រឹងប្រែងដែលមិនឈប់ឈរហើយមុនពេលគាត់បិទភ្នែកលាចាកលោកគាត់បានទុកពាក្យចុងក្រោយឲ្យអ្នកភូមិថាមនុស្សអាចធ្លាក់ចុះបានប៉ុន្តែបើមានចិត្តតស៊ូនិងខិតខំជានិច្ចគេអាចឈរឡើងវិញបានគ្រប់ពេលហើយមេរៀននោះបានបន្តរស់នៅក្នុងចិត្តអ្នកភូមិជំនាន់ក្រោយជាភ្លើងបំភ្លឺផ្លូវជីវិតបន្ទាប់ពីបុរសនោះបានចាកចេញពីលោកនេះទៅមេរៀនដែលគាត់បានទុកមកបានរស់នៅក្នុងចិត្តអ្នកភូមិហើយភូមិនោះក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាខិតខំនិងជួយគ្នាប៉ុន្តែរឿងរ៉ាវមិនបានបញ្ចប់ត្រឹមនោះទេព្រោះមានក្មេងប្រុសម្នាក់ដែលបានកើតនៅក្រោយពេលនោះដែលធំឡើងក្នុងសេចក្តីសុខស្រួលដោយសារផលប្រយោជន៍ដែលបុរសចាស់បានបង្កើតទុកក្មេងប្រុសនោះចាប់ផ្ដើមរស់នៅដោយមិនយល់ពីតម្លៃនៃការខិតខំគាត់ចូលចិត្តលេងនិងមិនចូលចិត្តធ្វើការដូចជាបុរសចាស់នៅសម័យវ័យក្មេងរបស់គាត់អ្នកចាស់ក្នុងភូមិបានព្យាយាមប្រាប់រឿងនិទានអំពីបុរសដែលធ្លាប់ខ្ជិលហើយបន្ទាប់មកបានផ្លាស់ប្ដូរជីវិតប៉ុន្តែក្មេងប្រុសនោះមិនបានយកចិត្តទុកដាក់នោះទេគាត់គិតថារឿងនោះគ្រាន់តែជារឿងចាស់ដែលមិនតាក់ទងនឹងគាត់ពេលវេលាបន្តទៅក្មេងប្រុសនោះកាន់តែខ្ជិលនិងមិនចូលរួមការងារជាមួយអ្នកភូមិទេទោះបីជាអ្នកដទៃខិត
ខំរក្សាវាលស្រែនិងប្រព័ន្ធទឹកដែលបានសាងសង់មកក៏ដោយគាត់គ្រាន់តែរីករាយនឹងផលដែលមានស្រាប់ដោយមិនគិតពីអនាគតរហូតដល់ឆ្នាំមួយមានភ្លៀងធ្លាក់ខ្លាំងលើសធម្មតាទឹកបានហូរលើសពីផ្លូវទឹកដែលមានហើយបង្កការខូចខាតដល់វាលស្រែប្រសិនបើមិនជួសជុលទាន់ពេលវាលស្រែទាំងមូលអាចបាត់បង់បានអ្នកភូមិទាំងអស់បានរួមគ្នាធ្វើការយ៉ាងខ្លាំងដើម្បីទប់ទឹកនិងជួសជុលប្រព័ន្ធទឹកប៉ុន្តែក្មេងប្រុសនោះនៅតែមិនចូលរួមគាត់គិតថាមានអ្នកផ្សេងធ្វើហើយគាត់មិនចាំបាច់ធ្វើឡើយប៉ុន្តែពេលទឹកកាន់តែឡើងខ្លាំងផ្ទះរបស់គាត់បានចាប់ផ្ដើមរងគ្រោះហើយដំណាំដែលគាត់ពឹងផ្អែកក៏ត្រូវទឹកបំផ្លាញគាត់ទើបមានអារម្មណ៍ភ័យខ្លាចនិងដឹងថាគាត់មិនអាចរត់គេចពីផលវិបាកនៃភាពខ្ជិលបានទេនៅពេលនោះគាត់បានចាប់ផ្ដើមចូលរួមជាមួយអ្នកភូមិដោយប្រើកម្លាំងនិងពេលវេលាដែលនៅសល់ដើម្បីជួយសង្គ្រោះអ្វីដែលអាចសង្គ្រោះបានទោះបីជាយឺតបន្តិចក៏ដោយការចូលរួមរបស់គាត់បានជួយបន្ថែមកម្លាំងដល់អ្នកដទៃហើយពួកគេបានអាចទប់ទឹកបានមួយផ្នែកនិងរក្សាវាលស្រែខ្លះៗបានជោគជ័យបន្ទាប់ពីគ្រោះមហន្តរាយបានកន្លងផុតក្មេងប្រុសនោះអង្គុយមើលការខូចខាតនិងការខិតខំរបស់អ្នកភូមិហើយចិត្តគាត់ពោពេញដោយការសោកស្ដាយគាត់បានស្គាល់ថាជីវិតមិនអាចពឹងផ្អែកលើការងាររបស់អ្នកដទៃជានិច្ចបានទេហើយផលដែលគាត់ទទួលបានពីមុនគឺមកពីការខិតខំរបស់មនុស្សដែលមកមុនគាត់នៅថ្ងៃបន្ទាប់គាត់បានចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនដោយរៀនធ្វើការជួយអ្នកភូមិនិងថែរក្សាវាលស្រែដូចជាមនុស្សដទៃពេលវេលាកន្លងទៅគាត់បានក្លាយជាមនុស្សខិតខំនិងមានចិត្តទទួលខុសត្រូវហើយរឿងនិទានអំពីបុរសចាស់និងក្មេងប្រុសបានក្លាយជាមេរៀនពីរជាន់ដែលបង្ហាញថាទោះជាមនុស្សជំនាន់ណាក៏ដោយប្រសិនបើមិនខិតខំនឹងត្រូវជួបផលវិបាកដូចគ្នាហើយការខិតខំប្រឹងប្រែងគឺជាគន្លឹះតែមួយដែលអាចរក្សាសុភមង្គលនិងអនាគតរបស់មនុស្សគ្រប់គ្នាបានរហូតទៅ